Phía 7 cầm rau châu chi ta khnyom nâng bật ai khnyom Piet hai cầm rau so se prakop thá co sra ấm rô sra áo nâng lồ đại dông tam vệ chân nó crom xâm đạch prasong kre chuồn nạt châu tự nhiên áo cứ miễn thân nạ piet trên niềm mà sát đại miễn này thả akara ngờ ngật mục trục rư ngờ ngật mục khlang đo đuổi địch đại hát khơi vật thọ cua khai cua nhảy miền khơi chiêm chợ đàm ô tê họ cầm rau châu bao cầm rau châu ní mai dương sầm đào lơ ca châu thân thất pi sầm nạ sập hiu vẽ ở vây mì giáng đại châu một cục krong lơ riêng cài dương cầm rau ní cứ miền sầm mặt tập hiệp ai mình chia lơ riêng cài rồi bỏ dương ban từng bùn đại đọ tục nữ đuông pro lưng mi cha rụp tục mi đồng pol cứ mi cha rụp miền tai sầm bọ đại phần nọ đại trâu ban cục krong nâng mình chia đòi ạ rụp ca ní dương ai priệp thiệp ban tới nâng computerឬក៏ទូរស័ព្ទទំនើបដែលមានតែសម្បករីឯអង្គចងចាំគឺបន្ទះផ្ទុកទិន្នន័យត្រូវបានផ្លាស់ប្ដូរឲ្យតែផ្លាស់ប្ដូរអង្គផ្ទុកទិន្នន័យហើយសម្បក computer ឬក៏ទូរស័ព្ទនោះធ្វើអ្វីមិនកើតនោះឡើយតែបើសិនសម្បក computer ឬក៏ទូរស័ព្ទនោះត្រូវបានផ្លាស់ប្ដូរអង្គផ្ទុកទិន្នន័យថ្មីនោះអ្វីដែលបង្ហាញចេញមកក្រៅក៏ថ្មីដែរមិនមែនជាសម្បកចាស់បង្ហាញទិន្នន័យចាស់នោះឡើយនៅតាមតំបន់ខ្លះឬថាជាទូទៅកំរោលចូលគេសំដៅលើរូបរាងកាយមួយនៃមនុស្សម្នាក់ដែលត្រូវបានវិញ្ញាណអាក្រក់ចូលមកសន្ធិដ្ឋរួចហើយបង្កទៅជាហិង្សាផ្សេងយ៉ាងសាហាវព្រៃផ្សៃដែលចិត្តគំនិតជាមនុស្សនឹងមិនអាចធ្វើបាននោះឡើយមួយវិញទៀតមនុស្សដែលចូលចិត្តបង្កហិង្សាប្រើអំពើខុសចូលចិត្តខឹងក្រោធច្រើនអ្នកភូមិអ្នកស្រុកគេឲ្យនៃប្រៀបធៀបឬក៏ហៅថាអាកំរោលចូលឬមនុស្សកំរោលចូលជាដើមចំណែកឯកំរោលចូលមួយទៀតនោះគឺជាវិញ្ញាណអ្វីមួយយ៉ាងដែលចូលមកសន្ធិដ្ឋក្នុងរូបរាងកាយនៃមនុស្សម្នាក់រួចហើយបញ្ជាឲ្យសម្បកនៃរូបរាងកាយមនុស្សម្នាក់នោះទៅធ្វើអត្តឃាតមានការចងកលោតទឹកសម្រាប់ខ្លួននិងចាក់សម្រាប់ខ្លួនឯងជាដើមហើយប្រការទាំងនេះកើតឡើងដោយសារសម័យសម្បករាងកាយមិនបានដឹងខ្លួនសោះឡើយអ្នកខ្លះមានបុណ្យកុសលច្រើនវិញ្ញាណកាយសាហាវទាំងនោះចូលមកសន្ធិដ្ឋហើយនាំយកសម្បករាងកាយទាំងនោះទៅធ្វើអត្តឃាតបែរជាសំណាងមានអ្នកដតីជួយតន់មិនអាចគ្រោះថ្នាក់ដល់ជីវិតក៏មានហើយបែរជាអកុសលវិញអ្នកខ្លះទៀតដែលខ្វះបុណ្យខ្វះគុណប្រតនត្រ័យតាមជួយថែរក្សាក៏នាំឲ្យកំរោលចូលសន្ធិដ្ឋគ្រប់គ្រងនិងបញ្ជាបានរហូតដល់ធ្វើអត្តឃាតខ្លួនឯងបានសម្រេចកថាបានបើយោងតាមវិទ្យាសាស្ត្រគេបកស្រាយលើហេតុការកំរោលចូលនេះថាជារឿងផ្សេងមួយទៀតវិទ្យាសាស្ត្រពន្យល់ថាមនុស្សម្នាក់ដែលមានភាពមិនប្រក្រតីទាំងផ្លូវកាយនិងផ្លូវចិត្តមនុស្សម្នាក់នោះគឺមានជំងឺមួយយ៉ាងដែលហៅថាជំងឺវង្វេងស្មារតីជំងឺវង្វេងស្មារតីគឺជាពាក្យទូទៅមួយដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្តផ្លូវអារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ថ្មីត្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធីជាច្រើនដើម្បីជួយឲ្យអ្នកជំងឺវង្វេងស្មារតីអាចជួយគ្រប់គ្រងរោគសញ្ញានិងរស់រាននៅក្នុងជីវិតមួយដែលពេញលេញរោគសញ្ញានៃជំងឺវង្វេងស្មារតីនោះរួមមានដូចជាបាត់បង់ការចងចាំដែលប៉ះពាល់ដល់សមត្ថភាពប្រចាំថ្ងៃមានការថយចុះនៅមុខងារនៃការយល់ដឹងមានភាពច្របូកច្របល់ក្នុងការធ្វើការងារចាប់ដាក់របស់របរខុសកន្លែងមានបញ្ហាសន្លាក់និងសាច់ដុំតឹងផ្លាស់ប្ដូរបុគ្គលិកលក្ខណៈនិងអាកប្បកិរិយាថយចុះការយកចិត្តទុកដាក់ទៅលើការងារអ្វីមួយនិងមានបញ្ហាដំណេកវិទ្យាសាស្ត្របានឲ្យឈ្មោះជំងឺមួយយ៉ាងទៀតដែលស័ក្តិសមជាមួយនឹងកំរោលចូលនេះដែរហើយជំងឺនោះធ្ងន់ធ្ងរជាងនិងកាចសាហាវជាងជំងឺវង្វេងស្មារតីទៀតនោះគឺជំងឺអត្តចរិតច្រើនដែលភាសាអង់គ្លេសហៅថា Dissociative Identity Disorder ឬហៅកាត់ជាភាសាអង់គ្លេសថា DID DID គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្ដាលឲ្យបុគ្គលម្នាក់មានបុគ្គលិកលក្ខណៈឬអត្តសញ្ញាណ2ឬក៏ច្រើន
អត្តសញ្ញាណទាំងនោះមកកាន់កាប់លើអាកប្បកិរិយារបស់មនុស្សនៅពេលផ្សេងគ្នាភាពមិនប្រក្រតីនៃអត្តសញ្ញាណនាំឲ្យមានការភ្លេចភ្លាំងនិងបញ្ហាផ្សេងទៀតរោគសញ្ញាទូទៅផ្សេងទៀតនៃជំងឺទាំងនេះរួមមានការថប់អារម្មណ៍ការភ័ន្តច្រឡំការវង្វេងជំងឺធ្លាក់ទឹកចិត្តបាត់បង់ការចងចាំការប្រើគ្រឿងញៀនឬគ្រឿងស្រវឹងចិត្តគំនិតចង់ធ្វើអត្តឃាតឬក៏ខូចប្រយោជន៍ខ្លួនឯងទោះបីស្ថិតនៅក្នុងស្ថានភាពជំងឺវង្វេងស្មារតីជំងឺអត្តចរិតច្រើនក៏ដោយបងប្អូនត្រូវតែប្រញាប់ប្រញាល់រស់រាន់ស្វែងរកការប្រឹក្សានិងការព្យាបាលឲ្យបានឆាប់បំផុតដើម្បីជៀសវាងនាំឲ្យកើតមានបញ្ហាអាក្រក់នៅពេលក្រោយដូច្នេះយោងតាមវិទ្យាសាស្ត្រដែលបានបកស្រាយខាងលើជំងឺវង្វេងស្មារតីនិងជំងឺអត្តចរិតច្រើន DID កើតមានចំពោះមនុស្សចាស់ជរាឬក៏មនុស្សគ្រប់វ័យដែលមានសុខភាពផ្លូវកាយនិងផ្លូវចិត្តចុះខ្សោយនិងដុនដាបខ្លាំងចុះបើមនុស្សម្នាក់ដែលពេញកម្លាំងរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តញ៉ាំក៏បានសម្រានក៏លក់ស្រួលស្រាប់តែមានបញ្ហាកម្រើលចូលតើវិទ្យាសាស្ត្រនឹងពន្យល់បែបណាចំពោះរឿងរ៉ាវនេះបើមានជំងឺសរសៃប្រសាទជំងឺវង្វេងស្មារតីជំងឺអត្តចរិតច្រើន DID ត្រូវទៅរកគ្រូពេទ្យចុះបើកម្រើលចូលតើអ្នកទៅរកអ្នកណាតើមានសញ្ញាអ្វីឲ្យដឹងថាកម្រើលចូលក្នុងករណីនេះខ្ញុំលើកយករឿងរ៉ាវកម្រើលចូលពីរករណីដែលកើតមានឡើងចំពោះជីតានិងម្ដាយរបស់ខ្ញុំហើយខ្ញុំគឺជាសាក្សីម្នាក់នៅក្នុងហេតុការណ៍នេះសូមបញ្ជាក់ថាហេតុការណ៍ដែលខ្ញុំនឹងលើកមកនិទានប្រាប់បងប្អូននេះគឺជាហេតុការណ៍ពិតជាក់ស្ដែងដែលខ្ញុំជួបប្រទះនិងពឹងផ្អែកលើការចងចាំព្រាកដូចជាភ្លេចបន្ទោខ្ញុំនឹងមិននិទានរឿងរ៉ាវប្រឌិតបញ្ចេញបញ្ចូលឡើយដើម្បីបង្កើតឲ្យបានទៅជាសាច់រឿងមកប្រាប់បងប្អូននោះទេដើម្បីផ្សារភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍ពីអតីតកាលខ្ញុំសូមពេលបងប្អូនមកស្ដាប់រឿងរ៉ាវនៃជុំវិញផ្ទះនៃគ្រួសាររបស់ខ្ញុំជាមុនសិនកើតមកដឹងក្តីខ្ញុំរស់នៅជាមួយនឹងម្ដាយនិងឪពុកចុងម្នាក់ដែលឪពុកចុងរបស់ខ្ញុំគឺជាអ្នកខេត្តព្រៃវែងឪពុកចុងរបស់ខ្ញុំគឺជាមនុស្សល្អអាសាព្យាយាមនិងចេះជួយទុក្ខធុរៈអ្នកដទៃប៉ុន្តែប្រសិនបើគាត់ស្រវឹងស្រាគឺគាត់នឹងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលកាចសាហាវនិងវាយធ្វើបាបម្ដាយខ្ញុំជារៀងរាល់ពេលចំណែកឯរូបខ្ញុំដែលជាកូនដើមវិញបើទោះបីជាគាត់ស្រវឹងជោគខ្លួនដាបខ្លួនយ៉ាងណាក៏ដោយក៏គាត់មិនដែលធ្វើបាបខ្ញុំម្ដងណាឡើយឬថាសូម្បីតែមាត់ធំស្រែកដាក់ក៏គ្មានដែរផ្ទុយមកវិញគឺគាត់ប្រឹងប្រែងធ្វើការរកស៊ីចិញ្ចឹមខ្ញុំលើសឪពុកបង្កើតរបស់ខ្ញុំទៅទៀតម្ដាយខ្ញុំនិងឪពុកចុងរបស់ខ្ញុំរស់នៅក្រោមដំបូលតែមួយជាមួយនឹងលោកយាយលោកតាដោយដំបូលផ្ទះរបស់យើងគឺប្រក់ក្បឿងក្រហមសសរមូលចំនួន12ដើមមានតាងសសរជាម៉ូដបុរាណមានចន្ទាកាច់នៅប៉ែកខាងកើតជញ្ជាំងផ្ទះបិទបាំងដោយបន្ទះក្តារឈើល្អដែលប៉ែកខាងលើផ្ទះនៅប៉ែកខាងត្បូងគឺមានបង្អួចធំចំនួន2ហើយខ្ញុំអាសាអាចមើលទេសភាពខាងត្បូងផ្ទះតាមបង្អួចទាំងពីរនេះណាជាពិសេសគឺនៅពេលរដូវប្រាំងមានខ្យល់បក់មកពីទិសនិរដីលហៀកធ្វើឲ្យមានអារម្មណ៍ល្អនិងគេងលក់ស្រួលកម្មចន្ទាគឺមានចំនួន12កម្មដែលមានទីតាំងនៅប៉ែកខាងកើតផ្ទះឡើងផុតកម្មចន្ទាចំនួន12កម្មនោះគឺនៅមានយ៉ខាងមុខទ្វារនិងរនាំងបង្កាន់ដៃដើម្បីរារាំងក្មេងរពឹសដូចជាខ្ញុំកុំឲ្យរត់ធ្លាក់ពីលើផ្ទះចំណែកឯមាត់ទ្វារផ្ទះគឺបែរមុខមកទិសខាងកើតចំតែម្ដងដែលមានពន្លឺព្រះអាទិត្យជះចូលផ្ទះពេញទំហឹងនឹងធ្វើឲ្យយើងអាចគយគន់ទេសភាពថ្ងៃរះចេញពីកំពូលភ្នំស្លាភ្នំតាអូនិងភ្នំជាប្តីបានគ្រប់រដូវនៅសសរកន្លងកណ្ដាលផ្ទះគឺមានក្តារហឹងមួយបន្ទះដែលតម្កល់កំប៉ុងជើងធូបនិងជាកន្លែងសក្ការៈបូជារបស់លោកយាយលោកតានៅក្នុងផ្ទះមិនមានរបស់របរអ្វីលាក់ទុកនោះទេក្រៅពីហិបឈើមួយដែលជារបស់ប្រចាំកាយរបស់លោកយាយហិបឈើនោះគឺមានមេសោនិងកូនសោដែលលោកយាយតែងតែដាក់ជាប់ចង្កេះរបស់គាត់ជានិច្ចត្រចៀកលោកយាយគឺមានមាសពីរដុំដែលគាត់ហៅថាដងកំបិតវាគឺជាគ្រឿងអលង្ការមួយប្រភេទសម្រាប់ជីដូនពាក់លម្អ
ហើយរាល់ពេលដែលគាត់មិនត្រូវការពាក់ដងកំបិតនោះទេគឺលោកយាយតែងតែដោះវាទុកនៅក្នុងហឹបឈើនោះហើយចាក់សោយ៉ាងជិតឈឹងចុងក្រោយគឺនៅខាងក្រោមផ្ទះដែលភាគច្រើនអ្នកស្រែចំនួននោះទុកខាងក្រោមផ្ទះនៅវាល្វឹងល្វើយហើយដាក់គ្រែហាលមួយទុកហូបបាយជួបជុំគ្នាជជែកគ្នាឬដេកលេងពេលថ្ងៃដោយសារតែផ្ទះយើងនៅកណ្ដាលភូមិវាបានក្លាយទៅជាទីស្នាក់ការកណ្ដាលមួយសម្រាប់ទទួលអ្នកភូមិស្ទើររៀងរាល់ថ្ងៃក្រៅពីសម្បកផ្ទះក្បឿងមួយខ្នងយើងនៅមានសម្យាផ្ទះមួយចំហៀងទៀតនៅប៉ែកខាងលិចដែលជាចង្ក្រានបាយហើយផុតពីជញ្ជាំងសម្យាចង្ក្រានបាយគឺជារបងផ្ទះដែលខណ្ឌចែកព្រំសីមារវាងផ្ទះយើងនិងផ្ទះអ្នកជិតខាងរបងផ្ទះសម័យនោះមិនមែនជារបងឈើរបងលួសឬក៏របងបេតុងនោះទេគឺជារបងយក្សរបងយក្សគឺជារុក្ខជាតិមួយយ៉ាងដែលមានភាពស៊ាំខ្លាំងក្លាជាមួយនឹងអាកាសធាតុក្តៅស្ងួតមានបន្លាវែងរឹងមាំមុតស្រួចដែលគេនិយមដាំដុះវាធ្វើជារបងការពារផ្ទះសម្បែងក្រៅពីនេះនៅរៀងរាល់រដូវដើមឆ្នាំខែធ្លាក់ទឹកភ្លៀងរបងយក្សតែងតែលូតលាស់ចេញនៅកូនខ្ចីល្វក់ហើយយើងអាចយកមកធ្វើជាបន្លែស្លស្លុកបានយ៉ាងឈ្ងុយឆ្ងាញ់ពិសាផងដែរអ្នកផ្ទះខ្ញុំច្រើនតែចូលចិត្តស្លការីជាមួយនឹងល្មៀតដាំដុះដោយខ្លួនឯងក្បែរពាងទឹកជាមួយនឹងដំបងយក្សនិងសាច់កង្កែបដាំឆ្នាំចំណែកឯរសជាតិវិញគឺថាมันអាចបំភ្លេចបាននោះទេគឺនៅតែចងចាំដិតដាមជាប់អារម្មណ៍រហូតមកដល់សប្តាហ៍ថ្ងៃមួយលោកតារបស់ខ្ញុំនៅសុកស្រាប់តែត្រូវកំរោលចូលរត់ឆ្លងភូមិផ្អើលអស់អ្នកភូមិនិងកូនចៅដេញតាមចាប់ត្រឡប់មកផ្ទះវិញពេលនោះសុខភាពរបស់គាត់គឺនៅរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តសំណាងពេលនោះកូនចៅនិងអ្នកភូមិតាមចាប់លោកតាត្រឡប់មកវិញបានកុំអីលទ្ធផលទៅជាយ៉ាងណាគឺគ្មាននរណាដឹងនោះឡើយដើម្បីបណ្ដេញកំរោលចេញពីក្នុងខ្លួនលោកតាអ្នកភូមិបានធ្វើពិធីម្យ៉ាងគឺហៅថាបោសកំរោលនៅក្នុងភូមិខ្ញុំកាលពីចំនួននោះគឺជាចំនួនទៅតែចេញពីប៉ុលពតដូច្នេះគ្រឿងអាវុធកំភ្លើងអ្នកដែលធ្លាប់ធ្វើទាហានគឺនៅមានកាន់នៅក្នុងដៃនៅឡើយលោកអ៊ំម្នាក់ដែលជាអតីតទាហាននៅជាប់ផ្ទះខាងត្បូងខ្ញុំគាត់បាននាំគ្នាចាប់លោកតារបស់ខ្ញុំចងស្លាបសេកបត់ដៃមកក្រោយរួចហើយជីកអន្លង់មួយដែលមានទំហំនិងជម្រៅល្មមកប់មនុស្សម្នាក់បានគេបណ្ដាលលោកតាឲ្យទៅកាន់អន្លង់នោះរួចគេឲ្យគាត់លុតជង្គង់ចុះដោយចងស្លាបសេកជាមួយនឹងដើមចេកពីក្រោយខ្នងជំហានដំបូងគេយកកាំបិតយ៉ាងមុតមួយដើមទៅកាប់ដើមចេកនោះដេញតគ្នារហូតដល់គៀកនឹងក្បាលលោកតាកំរោលចូលនៅតែមិនទាន់ចេញទៀតគេយកកំភ្លើងមកបាញ់រះក្បាលនិងក្បែរត្រចៀករហូតដល់តែកំរោលនោះភ័យស្លន់ស្លោរត់ចេញពីលោកតាហើយដើម្បីធានាបានថាលោកតាវិលត្រឡប់មករកសភាពដើមពីកំរោលចូលនោះវិញគេត្រូវសួរសំណួរខ្លះដូចជាតើឯងជាអ្នកណាឈ្មោះអីប្រពន្ធឈ្មោះអីមានកូនប្រុសស្រីចំនួនប្រមាណអ្នកជាដើមប្រសិនបើមិនអាចឆ្លើយបានប្រក្រតីនោះទេគឺមានន័យថាកំរោលនៅមិនទាន់ចេញនោះទេគេនឹងធ្វើពិធីហិង្សាខូខើសពគ្រប់បែបយ៉ាងដើម្បីឲ្យកំរោលនោះចេញទាល់តែបានសញ្ញាទូទៅនៃមនុស្សម្នាក់ដែលត្រូវកំរោលចូលគឺមានដូចជាសម័យសម្បកខ្លួននោះមិនបានដឹងខ្លួនទេថាខ្លួនឯងកំពុងតែមានបញ្ហាអ្វីកើតឡើងប៉ុន្តែអ្នកដទៃអាចនឹងមើលពីចម្ងាយមកឃើញថារាងកាយរបស់គាត់គឺមិនមានក្បាលនោះទេមិនថាពេលនោះជាពេលថ្ងៃឬក៏ពេលយប់ក៏ដោយប្រសិនបើគេឃើញនរណាម្នាក់ដែលមានសភាពអត់ក្បាលដូច្នេះហើយគេត្រូវតែព្យាយាមទប់ចិត្តឲ្យនឹងណោទោះបីជាយើងកំពុងតែនិយាយឆ្លើយឆ្លងនៅក្នុងរយៈចម្ងាយចិត្តជាមួយនឹងបុគ្គលដែលត្រូវកំរោលចូលនោះក៏ដោយគេត្រូវតែរិះរកវិធីយ៉ាងណាចាប់ចងបុគ្គលនោះឲ្យជាប់តែបើមិនមានលទ្ធភាពទេគឺត្រូវតែព្យាយាមបញ្ចុះបញ្ចូលឲ្យបុគ្គលកំរោលចូលនោះទៅកាន់កន្លែងដែលមានគ្នាដើម្បីប្រាប់ហេតុការណ៍និងចាប់ចងបុគ្គលកំរោលចូលនោះមកធ្វើពិធីបោសកំរោលទើបអាចជួយសង្គ្រោះជីវិតបុគ្គលនោះពីហេតុការណ៍អាក្រក់ដែលអាចនឹងកើតមានឡើងនៅពេលក្រោយដែលឆាប់នៅពេលដែលខ្ញុំមានអាយុ4ឆ្នាំខ្ញុំមិនបានចងចាំអ្វីច្រើននោះទេការចងចាំព្រឹត្តិការណ៍កើតឡើងនៅពេលនោះប្រៀបបានទៅនឹងភ្លេចបន្ទោលព្រាកដូច្នោះដែរប៉ុន្តែចំពោះទស្សនវិជ្ជាព្រៃព្រឹក្សានិងទេសភាពនៅជុំវិញផ្ទះគឺខ្ញុំនៅមានការចងចាំបានល្អ
នៅខាងកើតផ្ទះខ្ញុំគឺមានផ្ទះគេទុកចោលមួយខ្នងដែលខណ្ឌចែកសីមាដោយផ្លូវរទេះគោបុរាណមួយខ្សែនិងមានរយៈបណ្ដោយពីជើងទៅត្បូងនៅជាប់ផ្លូវរទេះគោបុរាណនោះគឺជារបងខាំងដីដែលមានដើមអំពិលទឹកធំប៉ុន្មានដើមរួមទាំងដើមរំចេកដើមទន្ទ្រានខេតស្មៅអំបោះនិងដើមថ្វងជាដើមហើយនៅចន្លោះផ្ទះដែលគេទុកចោលនោះគឺជាផ្លូវរទេះគោបុរាណមួយខ្សែទៀតដែលចាក់ចេញពីផ្ទះយាយតាឆ្ពោះទៅកាន់វត្តហើយមានរយៈបណ្ដោយពីលិចទៅកើតនៅប៉ែកខាងត្បូងផ្ទះដែលគេទុកចោលនឹងផ្លូវរទេះគោនោះគឺជាចំការទំនេរមួយដែលលោកយាយលោកតាខ្ញុំចាយឲ្យលោកអ៊ំរបស់ខ្ញុំហើយលោកអ៊ំខ្ញុំម្នាក់នោះគាត់មិនមានបន់បានរស់រៀនមានជីវិតបន្តនោះទេហេតុដូច្នេះហើយបានជាដីនោះត្រូវបានផ្ទេរទៅឲ្យកូនប្រុសរបស់គាត់តែម្នាក់គត់ដែលបានរៀបការនិងផ្លាស់ប្ដូរទីលំនៅទៅកាន់ភូមិភ្នំក្រពើស្រុកគិរីវង្សខេត្តតាកែវក្រៅពីមានព្រៃជារបងដីចំការទុកចោលនោះនៅប៉ែកខាងត្បូងក៏មានដើមឈើធំប៉ុន្មានដើមដែរហើយដើមឈើមួយដើមដែលជាដើមឈើនាំឲ្យមានហេតុការណ៍ភ្ញាក់ផ្អើលអស់អ្នកភូមិអ្នកស្រុកនោះគឺដើមកដែលអមដោយដើមឈើបន្លាព្រៃស្លឹកបាសដើមអំពិលទឹកនិងដំបងយក្សជាដើមតាមការចងចាំយ៉ាងច្បាស់មុនពេលដែលកំរោលចូលម្ដាយខ្ញុំពេលនោះគឺជាពេលវេលាថ្ងៃត្រង់មួយដែលម្ដាយខ្ញុំកំពុងតែពោខ្ញុំនៅនឹងចង្កេះរួចហើយគាត់និយាយថាអូននៅនឹងហើយម៉ែទៅទីនោះមួយផ្លែតរួចហើយរឿងរ៉ាវយ៉ាងណាទៀតគឺខ្ញុំមិនអាចមានសមត្ថភាពចងចាំបាននោះទេព្រោះកូនក្មេងអាយុ4ខួបការចងចាំប្រៀបបានទៅនឹងខ្សែដែលត្រូវបានគេកាត់ផ្ដាច់និងកាត់ជាកំណាត់មួយស្របក់ក្រោយមកខ្ញុំចាំបានថាខ្ញុំទ្រហោយំខ្លាំងដោយសារតែម៉ែទុកខ្ញុំចោលរួចហើយក៏មានអ្នកភូមិផ្អើលឈូឆរមកកាន់កន្លែងដែលខ្ញុំកំពុងយំចាស់នាំគ្នាដាក់ម្ដាយខ្ញុំចុះពីលើដើមកអ្នកផ្ទះភ័យស្លន់ស្លោគ្រប់គ្នាហើយចំណែកឯលោកយាយរបស់ខ្ញុំគាត់យំបណ្ដាភ័យស្លន់ស្លោបណ្ដានិងពោខ្ញុំបណ្ដាបន្ទាប់មករឿងរ៉ាវយ៉ាងណាទៀតខ្ញុំមិនបានចាំនោះទេហើយទៅតែថ្មីនេះខ្ញុំបានដាច់ចិត្តសាកសួរម្ដាយខ្ញុំថាម៉ែចុះហេតុអីបានជាម៉ែចងកកាលខ្ញុំនៅតូចគាត់ភ្ញាក់ផ្អើលថាហេតុអីបានជាខ្ញុំចងចាំរឿងរ៉ាវទាំងនោះបានរួចហើយគាត់ប្រាប់ថាកាលនោះកំពុងតែពោខ្ញុំសុកស្រាប់តែមានអ្វីមួយយ៉ាងខ្មៅងងឹតនឹងបានបុកគាត់ទៅចំពីមុខរួចហើយគាត់ក៏មានអារម្មណ៍ថាងងឹតមុខស្លុងរឿងរ៉ាវយ៉ាងណាទៀតគឺគាត់មិនបានដឹងខ្លួនឡើយរហូតមកដល់ពេលនេះអ្វីត្បិតថាវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណាក៏ដោយថាមពលខ្មៅឬក៏អាកំបាំងនៃវិញ្ញាណគឺនៅតែជាបញ្ហាដ៏សែនជ្រៅដែលអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានសម្រាប់ខ្ញុំអ្វីត្បិតថាខ្ញុំបានរៀនចប់បរិញ្ញាបត្រនិងបានផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសជឿនលឿនផ្នែកវិទ្យាសាស្ត្រក៏ដោយក៏ខ្ញុំមិនអាចបដិសេធនៅថាមពលខ្មៅឬអ្វីដែលកើតមានឡើងវិញចំពោះខ្លួនយើងនោះទេរឿងខ្លះដែលយើងអាចមើលឃើញផ្ទាល់នឹងភ្នែកដូចជាប្រាសាទអង្គរវត្តនិងវត្ថុស័ក្តិសិទ្ធិនានាគឺនៅតែគ្មាននរណាម្នាក់ក្នុងផែនដីនេះអាចបកស្រាយបានឡើយចុះតម្រាំតែរឿងរ៉ាវដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែកនោះតើយើងអាចបដិសេធវាចោលបានដោយរបៀបណាទោះបីវិធីសាស្ត្រព្យាបាលអ្នកជំងឺនៅពេលបច្ចុប្បន្នមានភាពជឿនលឿនក៏ដោយប៉ុន្តែប្រសិនបើគ្មានវិធីបោសកំរោលចូលពីបុរាណក៏ម្ដាយនិងជីតារបស់ខ្ញុំមិនអាចឆ្លងផុតគ្រោះអាក្រក់ដែលបានកើតឡើងចំពោះពួកគាត់តាំងពីពេលនោះដែរពេលមានបានកុំភ្លេចគ្រាក្រខ្សត់ពេលរីកចម្រើនជឿនលឿនកុំភ្លេចពិធីបុរាណទាំងនេះគឺជាហេតុការណ៍ដែលកើតឡើងចំពោះគ្រួសារខ្ញុំផ្ទាល់ចុះនៅក្នុងភូមិស្រុកបងប្អូនធ្លាប់មានហេតុការណ៍កំរោលចូលនេះដែរឬទេតើមាននរណាម្នាក់នៅក្នុងគ្រួសារបងប្អូនធ្លាប់ត្រូវបានកំរោលចូលដែរឬទេតើនៅក្នុងភូមិស្រុករបស់បងប្អូនគេធ្វើពិធីបែបណាប្រសិនបើកំរោលចូលនរណាម្នាក់ចែករំលែកអត្ថបទរបស់បងប្អូនមកក្នុងเพจខ្ញុំនឹងធ្វើវីដេអូទុកចែកជូនបងប្អូនយើងចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលចំណាយពេលវេលាស្ដាប់នៅរឿងរ៉ាវទាំងនេះរាល់ការចុច Subscribe និង Follow គឺជាការគាំទ្រដ៏ធំធេងប្រសិនបើបងប្អូនចង់តាមដានបន្តកុំភ្លេចចុច Subscribe YouTube
TikTok ហើយនិង Facebook ដែលមានឈ្មោះថានិទានភូមិចាស់សរសេរជាភាសាខ្មែរដើម្បីកុំឲ្យដាច់ភាគសូមអរគុណជួបគ្នានៅវគ្គបន្ត